សូមគោរពជាជួរអរគុណគុំមីងរ៉ាមលីសុខសប្បាយខ្ញុំលោកគ្រូគួយមេងលីប្រស្រងការងារហើយថ្ងៃនេះនំកោជប៉ុនជប៉ុនទឹកស្អីទឹកត្រីហើយនឹងលីចឹងមកប្រសាបានទៅឯហ្នឹងបាទអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាសុខសប្បាយហើយសុខសប្បាយភាពហើយថ្ងៃនេះយើងមកពណ៌គ្រួសារដើម្បីចែកឲ្យអញ្ចឹងណាមកពណ៌គ្រួសារហើយសពទាំងមួយគ្រួសារទៀតខ្ញុំទៅចែកទៅផ្សេងបាទហើយបងប្អូននេះមកពីខាងណាវិញគ្រប់ប្រែបាទហើយគម្រាមបាទទេបាទពលយើងនៅប្រជាពលរដ្ឋច្រើនទៀតយើងនឹងតន់ដឹងស្ថានភាពតាមការមកទេក្នុងការនឹងឆាប់ចប់ហើយសង្គ្រាមនេះជំនាញឈ្លានពានណាបាទសង្ឃឹមតែនឹងឆាប់ចប់ហើយជាពិសេសបងប្អូនទាំងអស់គ្នាឲ្យត្រឡប់ទៅស្រុកវិញហើយជាពិសេសក្មួយដែលអកខាននឹងការរៀនសូត្រពិតជាសោកស្ដាយមែនតើបាទរីធ្វើឲ្យប្រជាពលរដ្ឋយើងប្រឈមបញ្ហាច្រើនវេទនាហើយជាពេលវេលាដែលមិនអាចភ្លេចបាននៃការជួចចាត់របស់អ្នកជឿនពៀនចឹងសូមឲ្យប្រជាពលរដ្ឋយើងមានការតស៊ូអត់ធ្មត់បាទហើយសូមពៀវវាយដល់ប្រជាពលរដ្ឋផ្សេងទៀតទីក្រុងនៅតាមភូមិនេះទាំងអស់មេត្តាចូលរួមជួយចំណែកដល់ចាស់ដល់ប្រជាពលរដ្ឋយើងមិននៅតែកន្លែងនេះចាំកន្លែងទៀតសូមចូលរួមជួយបរិច្ចាគជាពិសេសរបស់ខ្ញុំបាទហើយខ្ញុំសកលដល់ទីយើងបងប្អូនអើយសំតុកអស់ណាតែមួយនេះ10នេះកម្ដៅធម្មជាតិវីតាមីន D បាទជាស្បែកម៉ោង11ម៉ោង12អានេះមកក្តៅអត់ល្អបាទអរគុណច្រើនអរគុណជួយលើកទឹកចិត្តនេះទាំងអស់គ្នាបាទមានបងប្អូនណាខ្លះធ្លាប់ស្គាល់ខ្ញុំទេសូមលើកដៃមើលមានធ្លាប់ស្គាល់ទេបាទអ្នកខ្លះស្គាល់អ្នកខ្លះអត់ស្គាល់ដែរបាទហ្នឹងហើយបើចង់ស្ដាប់ពីសុខភាពពីការអប់រំអីហ្នឹងរកមើលឈ្មោះខ្ញុំទៅណានៅក្នុង YouTube នៅក្នុង Facebook នៅក្នុងឯនេះ Instagram ឯមានបាទជួយណែនាំពីសុខភាពពីការអប់រំរៀនសូត្រពីជីវិតរស់ស៊ីហ្នឹងណាបាទតែឥឡូវយើងអត់ទាន់ខ្លួនពីហ្នឹងទេយើងបងពីការរស់នៅសុខភាពសុខសាន្តដើម្បីឆ្លងកាត់នៅក្នុងគ្រាពិបាកនេះទាំងអស់គ្នាសិនបាទហើយបងប្អូនទាំងអស់គ្នាការរស់នៅអីញ៉ាំចុកមិនអីទេនៅនេះហ៎បាទពេលជិះស្កាត់នេះគេមានឆ្នាំមានសង្កេតឲ្យទេតែបាទមានខ្លះអត់ខ្លះហើយអរគុណច្រើនបងប្អូនអរនេះរឿងចូលកសលចូលព្រោះដែលចាំយូរទេក្តៅចាអញ្ចឹងយើងចាប់តាមកម្មវិធីមកជួយគាត់ចូលចាំយូរពេកបាទអរគុណហើយ